ខ្ញុំទម្លាក់ឡាននៅក្នុងនេះ5គ្រឿងអញ្ចឹងនៅសល់70 80គ្រឿងទៀតនោះយើងទុកនៅពេលដែលយើងចាប់ឆ្នោតឆ្នោតដែលយើងសរសេរបំពេញនេះមហាព្រឹត្តិការណ៍មិនធ្លាប់មានក្នុងវិស័យអនឡាញលោកជំទាវឧកញ៉ាត្រីដាណាប្រកាសចែកឡានទំនើប100គ្រឿងនិងម៉ូតូរាប់ពាន់គ្រឿងក្នុងថ្ងៃសម្ពោធផលិតផលថ្មីពិតជាក៏ក្រៅវិស័យអនឡាញនៃឆ្នាំ2024ខណៈដែលនៅព្រឹកថ្ងៃទី7ខែឧសភានេះក្រុមហ៊ុនដាណាត្រីបានកាត់ខ្សែបូសម្ពោធផលិតផលថ្មីយ៉ាងអធិកអធមក្រុមវត្តមានរបស់លោកអគ្គនាយករស់រីចសាលនិងអគ្គនាយិកាលោកជំទាវឧកញ៉ាត្រីដាណារួមទាំងវត្តមានភ្ញៀវកិត្តិយសនិងអតិថិជនយ៉ាងច្រើនកុះករនៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោមហាព្រឹត្តិការណ៍តាំងពីបរិះផលិតផលស្នាដៃកូនខ្មែរគឺសិប្បកម្មកូនខ្មែរលីមីនិងមានការដាក់សម្ពោធសមាជិកផលិតផលថ្មីលេឃ្លៀកដូមៀនិងលេដូមៀយូយូបាក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវហ៊ុនស៊ីណាតនិងសិល្បករតារាល្បីៗមួយចំនួនផងដែរក្រោយពេលកាត់ខ្សែបូសម្ពោធជាផ្លូវការលោកជំទាវឧកញ៉ាត្រីដាណាបានថ្លែងឲ្យដឹងថាផលិតផល NNP ពីមុនមានច្រើនតែដោយសារយើងត្រូវផុសទូភាដូច្នេះហើយទើបលោកជំទាវសម្រេចបង្កើតរោងចក្រនិងសិប្បកម្មនៅក្នុងប្រទេសតាមការសន្យារហូតមកដល់ពេលនេះស្នាដៃផលិតផលរបស់កូនខ្មែរគឺត្រូវបានផលិតជាមុខជាច្រើនមុខខណៈការសម្ពោធជាផ្លូវការនៅថ្ងៃនេះក៏ជាផលិតផលបន្ទាប់នៅក្នុងចំណោមផលិតផលស្នាដៃកូនខ្មែរទាំងនោះនៅវេលាដដែលនោះលោកជំទាវឧកញ៉ាត្រីដាណាក៏បានបង្ហាញនៅមោទកភាពថាពេលនេះកូនខ្មែរអាចបង្កើតគ្រឿងសម្អាងបានហើយក្នុងនោះក៏មានលោកជំទាវមួយរូបផងដែរអ្វីដែលកាន់តែអស្ចារ្យនៅក្នុងថ្ងៃបើកសម្ពោធនេះលោកជំទាវឧកញ៉ាត្រីដាណាក៏បានប្រកាសពីការចែករង្វាន់រថយន្តស៊េរីទំនើបរហូត100គ្រឿងនិងម៉ូតូរាប់ពាន់គ្រឿងទូរស័ព្ទដៃជាច្រើនគ្រឿងចំពោះសំណាងរង្វាន់រថយន្តគឺមានដំណាក់កាលដូចជាការដាក់ផ្ទាល់ក្នុងកំប៉ុងចំនួន1គ្លេគ្រឿងនិងបំពេញតាមសញ្ញាឆ្នោតដែលបានចាប់រៀងរាល់1សប្តាហ៍ម្ដងឬ4សប្តាហ៍ម្ដងឲ្យបានលឿនបំផុតជូនអតិថិជននិងអ្នកគាំទ្រដែលគាំទ្រផលិតផលខ្មែរខណៈដែលថ្ងៃសម្ពោធជាផ្លូវការនេះមានការចែករថយន្តចំនួន5គ្រឿងនិងម៉ូតូជាច្រើនគ្រឿងផងដែរបន្ថែមពីលើនេះលោកជំទាវអគ្គនាយិកាក៏បានបញ្ជាក់ដែរថាមិនមែនតែផលិតផលលេឃ្លៀកដូមៀលេដូមៀជូជូបានោះទេឲ្យតែផលិតផលស្នាដៃកូនខ្មែរនឹងមានការដាក់រង្វាន់រថយន្តទាំងអស់ដូចជា Fan Dalat និង Share ក៏ទទួលបានរង្វាន់រថយន្តដូចគ្នាដែរហើយលោកជំទាវសង្ឃឹមថាកូនខ្មែរនឹងគាំទ្រស្នាដៃកូនខ្មែរបន្តទៀតសូមបញ្ជាក់ថាក្រោយពីការតាំងពីបរិះផលិតផលស្នាដៃកូនខ្មែរនិងការដាក់សម្ពោធសមាជិកផលិតផលថ្មីនៅរាត្រីនេះក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យមួយចូលរួមដោយសេរីដែលមានវត្តមានរបស់កម្ពុជាតារាចម្រៀងល្បីៗលំដាប់ប្រទេសចូលរួមដូចជាអ្នកនាងមាសសុខសុភាលោកឆាន់សុវណ្ណរ៉ាតនិងលោកថៃណាសូមចូលរួមឲ្យបានច្រើនកកក